អតីតអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិថៃលោកភុងសាខនរតឈុំភូនិយាយថាប្រទេសថៃត្រូវការពេល100ថ្ងៃនិងប្រាក់9 trillion ដុល្លារអាមេរិកសម្រាប់ធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយកម្ពុជាដែលអាចវាយទៅដល់រាជធានីភ្នំពេញនេះបើយោងទៅតាមកាសែតថៃ Post លោកភុងសាខននិយាយប្រាប់ថៃ Post កាលពីថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025ថាប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងត្រូវចាយទៅលើប្រតិបត្តិការនិងសពាវុធហើយថាថៃមិនបានត្រៀមប្រាក់ច្រើនដល់ម្លឹងសម្រាប់ធ្វើសង្គ្រាមនោះទេអតីតអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរូបនេះបានរំលឹកឡើងវិញពីការប៉ះទង្គិចគ្នាតាមព្រំដែនជាមួយកម្ពុជាកាលពីខែកក្កដាឆ្នាំ2025លោកនិយាយថាថៃបានចាយប្រហែលជា1000លានបាតឬក៏30លានដុល្លារក្នុងមួយថ្ងៃទៅលើការធ្វើសង្គ្រាមនោះលោកភុងសាខននិយាយថាភាគីដែលវាយប្រហារគេត្រូវចាយប្រាក់លើសភាគីដែលចាំការពារខ្លួនរហូតដល់ទៅ5ដងដោយបែបនេះហើយលោកបានដាស់តឿនក្រុមអ្នកជាតិនិយមជ្រុលនៅក្នុងប្រទេសថៃថាកុំចូលញុះញង់ឲ្យមានសង្គ្រាមធំជាមួយកម្ពុជាខ្ញុំរស់សុធាពី News